សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះខ្ញុំមានបទពិសោធន៍មួយក្នុងការជួលឡានចានៅពេលដែលយើងដើរលេងទៅ state ក្រៅឬក៏កន្លែងផ្សេងឆ្ងាយពីផ្ទះអញ្ចឹងយើងទៅជួលឡានជួលអីបើកអញ្ចឹងទៅវារៀងមានបញ្ហាតិចតួចតែក៏ជាបទពិសោធន៍មួយដែរដែលចង់ចែករំលែកជូនបងប្អូនបើសិនជាយើងជួលឡានត្រូវមើលច្បាស់លាស់ជួនកាលបើយើងទៅយឺតយ៉ាវវាធម្មតាច្បាប់វាឲ្យតែ24ម៉ោងទេចាដែលវាហូលឲ្យយើង24ម៉ោងចាបើយើងលើសពី24ម៉ោងទៅវាអាចនឹង cancel អា booking របស់យើងចោលហ្មងវាអត់ចាំបាច់ឲ្យឡានយើងក៏បានដែរហើយកន្លែងហ្នឹងគឺខ្ញុំខ្វះចន្លោះខ្លួនឯងខ្ញុំអត់បានមើលខ្ញុំគិតថាវាអត់អីចាព្រោះអីកប៉ាល់របស់ខ្ញុំ delay មួយថ្ងៃថ្ងៃដល់ពេលតំណទៅ pick up វាថាអត់មានឡានផងចង់កៀងចានេះគឺថ្ងៃរះពងពេញស្អាតចាឲ្យឡានមិញហ្នឹងទៀតគឺពិបាកបើកដល់ពេលគឺសល់អាមួយហ្នឹងគេឲ្យទាំងមួយហ្នឹងជាយកទៅឲ្យពិបាកបើកពេកក៏សម្រាប់ចិត្តសុំគេដូរយកឡានថ្មីមួយទៀតចានេះខ្ញុំមកដូរនៅរដ្ឋផ្សេងណាបើកពីកន្លែងខ្ញុំជួលនឹងមកទៀតវា2ម៉ោងកន្លះចាចេញមកដល់ Jacksonville នៅ Florida បានមកដូរឡាននៅខាងនេះមួយទៀតដូច្នេះយើងត្រូវបើកចូលទៅ airport គេដើម្បីយកឡានទៅបដូរចាហើយវាស្រួលមួយយ៉ាងដែរគឺថាឡានជួលក៏មានបញ្ហាអីភ្លាមយើងអាច call ទៅគេដើម្បីបដូរយកឡានណាដែលវាសុវត្ថិភាពបើកចំពោះយើងហើយនេះក៏បានឡានថ្មីហើយបងប្អូនថ្មីនេះប្រហែលជាប្រហែល100ម៉ាយតែប៉ុណ្្នឹងឯងសិតឡាន brand new ណាចាយើងយកមកបើកទៀតទៅហើយយើងទិញ insurance ទិញអីមកកាផ្លេហ្មងកុំឲ្យវាមានបញ្ហាដល់ insurance ប្រចាំខ្លួនរបស់យើងចាពេលយើងជួលឡានអញ្ចឹងខ្ញុំចូលចិត្តទិញ insurance ទិញអីមកកាផ្លេរបស់គេខាងក្រៅហ្នឹងទៅវាអស់លុយច្រើនជាងបន្តិចមែនតែយើងបើកដោយទំនុកចិត្តជាងចាហើយវាមានភាពងាយស្រួលច្រើនកាលណាដែលយើងជួលឡានបើកគឺយើងអាចទៅណាមកណាខ្លួនឯងបានគឺថាបើកកាត់ទីក្រុងដើរលេងអីតាមចិត្តអញ្ចឹងណាបងប្អូនវាសប្បាយជាងយើងអត់ជួលឡានចាហើយនេះគឺយើងមាន map យើងតពី phone យើងមកចូលគេថា car play ហ្នឹងណាឡានថ្មីឥឡូវហ្នឹងភាគច្រើនស្អត់មានអញ្ចឹងយើងតមកយើងមើលតាមផែនទីហ្នឹងយើងបើកឡានដើរតាមហ្នឹងវាស្រួលចាហើយយើងដើរលេងអស់ចិត្តហើយបងប្អូនមួយអាទិត្យកន្លងផុតទៅឥឡូវដល់ថ្ងៃ return ឡានឲ្យគេវិញហើយឃើញផ្លាកមិញហ្នឹងគឺថាតាមក្រុមហ៊ុនជួលឡានមួយគឺយើងបើកទៅតាមហ្នឹងអញ្ចឹងទៅចាហើយទីបំផុតយើងក៏បានដើរមកដល់កន្លែង check in វិញហើយដើរផាសកន្លែងគេឆែក security បងប្អូនចាហើយយើងក៏ឆ្លងផុតទៅដល់អង្គុយចាំឡើងយន្តហោះ waiting room ចាអរគុណបងប្អូនចំពោះការទស្សនា